សួរក៏ដូចជាសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកចែកម្លែកអំពីការភាពខុសគ្នារវាងការប្រើប្រាស់បារាមនិង query អញ្ចឹងយើងទៅធ្វើការបង្កើត folder មួយដោយសារតែខ្ញុំធ្វើការចែកម្លែកអំពីបារាមនិង query អញ្ចឹង folder នេះខ្ញុំដាក់ឈ្មោះឲ្យវាថាបារាម and query ជាងយើងធ្វើការបើកវាជាមួយនឹង VS Code យើងចូលមកដល់ VS Code ហើយអញ្ចឹងយើងធ្វើការបង្កើត file មួយអញ្ចឹងខ្ញុំបង្កើតដាក់ឈ្មោះ file ហ្នឹងថា app.js អញ្ចឹងយើងទៅ install package.json ហើយ command ដើម្បី install package.json នេះយើងប្រើ npm init ដល់បាយតើមកទៀតយើងចាប់ផ្ដើម install Express ហើយនឹង node មកយើងដាក់ npm i express node មកអញ្ចឹង Express យើងប្រើសម្រាប់ server របស់យើងហើយ node មកយើងប្រើសម្រាប់refresh server របស់យើងយើង install វាបានហើយអញ្ចឹងយើងទៅ set up នៅក្នុង package បន្តិចដើម្បីអាចឲ្យ server យើងនឹងអាច run auto បានអញ្ចឹងខ្ញុំដាក់ពាក្យថា start តមកយើងបើក code មកហើយយើងដាក់ថា node 1ហើយយើងដាក់ឈ្មោះ file របស់យើងឈ្មោះ file ខ្ញុំ app អញ្ចឹងបើសិនជាឈ្មោះ file អ្នកទាំងអស់គ្នាមានឈ្មោះផ្សេងអ្នកទាំងអស់គ្នាដាក់ឈ្មោះតាមហ្នឹងទៅអញ្ចឹងយើងត្រឡប់មកកាន់នេះ file app របស់យើងវិញជាមុនដំបូងយើងគឺត្រូវការ require យក express អញ្ចឹងយើងដាក់ count express ស្មើទៅនឹង require យើង require យក express មកហើយតទៅទៀតយើងហៅវាតមកទៀតយើងធ្វើការ set port ឲ្យវាចឹងខ្ញុំឲ្យ port វាស្មើ8,000អ្នកនរគ្នាចង់ដាក់ប៉ុន្មានក៏បានដែរតែខ្ញុំចង់ដាក់ 8,000យើង console log មកអញ្ចឹងខ្ញុំឲ្យ select ថា server running on port ចឹង server យើងបាន run ហើយអញ្ចឹងខ្ញុំនឹងធ្វើការ run អញ្ចឹងខ្ញុំដាក់ slash ខ្ញុំសូមដាក់ code តមកយើង request ហើយយើង respond វាយើងប្រើ arrow function តមកទៀតយើង console log វាមកជាងដោយសារខ្ញុំធ្វើតាក់ទងទៅនឹងparam and query ជាងខ្ញុំដាក់ថា welcome to param and query ជាងយើងទៅធ្វើ
វាទាំងអស់គ្នាចឹងដើម្បីអាច run node JS បានអាច run ក្នុង node JS បានយើងត្រូវប្រើ command ថា npm start ឥឡូវបាន start ហើយអញ្ចឹងយើងទៅបើកជ្រុំរបស់យើងតើមកយើងវាយពាក្យថា local host ហើយយើងដាក់ port របស់យើងមក port របស់ខ្ញុំគឺ80យើង enter មកសំទោស port របស់ខ្ញុំគឺ8000មានការរអាក់រអួលបន្តិចវាកំពុងតែរ៉ានហើយតែខ្ញុំដឹងដែរថាមិនបានវាអត់ដែរដោយសារតែខ្ញុំភ្លេចrespawn វាចេញមកខ្ញុំសិលច្រឡំ console log ជាង respawn ហើយយើង send វាទៅវាអាចចេញ reset មកបានយើងទៅមើលម្ដងទៀតនេះជាងគឺវាបានសូមមកហើយថា welcome to ខ្ញុំ say to call welcome to Param Inquiry សុំការនេះទៅអញ្ចឹងយើងឃើញហើយអញ្ចឹងយើងទៅមើលអំពីរបៀបនៃការប្រើប្រាស់ query និង param ហើយនឹងភាពខុសគ្នារបស់វាអញ្ចឹងខ្ញុំដាក់ app.get ហើយយើងដាក់ថា user តទៅទៀតយើងត្រូវដាក់ slash សិនទៅមកទៀតខ្ញុំថែម slash មួយទៀតហើយខ្ញុំដាក់ថា name តើមកយើង request ហើយ respond ធម្មតាទៅមកទៀតខ្ញុំកើតដើម្បីយកវាមកចឹងខ្ញុំដាក់ let ស្មើនឹង username ស្មើឲ្យ request យើងនៅពេលដែលយើងប្រើ param យើងដាក់ថា param ហើយយើងដាក់ថា name តើមកយើងចាប់ផ្ដើម respond វាចេញមក dot send ជាខ្ញុំដាក់ថា message ជាខ្ញុំឲ្យវា message ចេញមកថា username អញ្ចឹងដើម្បីអាចចាប់យក URL ដើម្បីអាចចាប់យកទិន្នន័យពី URL ដែលប្រើប្រាស់ query គឺយើងត្រូវប្រើ slash តើមកយើងដាក់ថា user ហើយតើមកយើងដាក់ឈ្មោះមិនខ្ញុំចង់បានឈ្មោះអញ្ចឹងយើងត្រូវដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ឈ្មោះថាស្រីលេខចឹងនៅពេលខ្ញុំ enter ទៅវានឹងចេញ message ឲ្យថាស្រីលេខនេះគឺជាការចាប់យកទិន្នន័យដោយការប្រើប្រាស់ចាប់យកទិន្នន័យពី URL ដោយការប្រើប្រាស់ param ខ្ញុំសូម comment មួយដើម្បីយើងងាយស្រួលមើល
request using para ឥឡូវយើងមកដឹងមួយទៀតអំពីការប្រើប្រាស់ query ដើម្បីចាប់យកទិន្នន័យពី URL អញ្ចឹងយើងដាក់ថា QUES using query យើងធ្វើការ copy កូដខាងលើនេះព្រោះកូដនេះវាស្តៀងតែគ្នាទេយើងគ្រាន់តែកែបន្តិចបន្តួចចំពោះការប្រើប្រាស់ query គឺយើងអត់ប្រើ slash ទេជាងខាងលើខ្ញុំដាក់ user min s ជាងខាងក្រោមខ្ញុំដាក់ user ss ដើម្បីកុំឲ្យវាជាន់គ្នាអញ្ចឹងកន្លែងនេះយើងលុប name ចោលយើងដាក់ user name វិញអញ្ចឹងយើងទៅមើលលទ្ធផលទាំងអស់នេះថាវានឹងចេញអ្វីអញ្ចឹងនៅពេលដល់កន្លែងនេះយើងឈប់ប្រើ slash ហើយគឺយើងប្រើសញ្ញាសួរតមកយើងដាក់ user name ហើយយើងចង់ឲ្យចេញឈ្មោះអីមិនខ្ញុំលុបឈ្មោះនឹងចោលដោយសារតែឈ្មោះនឹងវាដូចគ្នាជាងនឹងដូរឈ្មោះថ្មីខ្ញុំដាក់ឈ្មោះថាចាត្រីណាសុំទោសវាចេញនៅថាកន្លែងនេះខ្ញុំផ្លេចដូរជាងដូរវាទៅជា query អ្នកគ្នាត្រូវចាំថាកន្លែងដែលយើងប្រកាសដើម្បីចាប់យកទិន្នន័យនេះបើសិនជាយើងប្រើ param យើងត្រូវដាក់ថា request.param ហើយបើសិនជាយើងប្រើ query យើងដាក់ថា request.query អញ្ចឹងយើងទៅមើល result ម្ដងទៀតខ្ញុំនឹងធ្វើការ enter ម្ដងទៀតអញ្ចឹងវានឹងចេញថាឈ្មោះវានឹងចេញ load ឈ្មោះនេះមកនេះគឺជាការប្រើប្រាស់ query ដើម្បីចាប់យកទិន្នន័យពី URL ចូលបើប្រសិនបើយើងចង់អរគុណអ្នកទាំងអស់គ្នាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានដឹងខ្លះៗពីវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយបន្តទៀត